ឆ្នាំ2012គឺជាឆ្នាំដែលព្រឹទ្ធសភានីតិកាលទី2ត្រូវបានបញ្ចប់អាណត្តិហើយព្រឹទ្ធសភានីតិកាលទី3បានចូលមកបន្តតាមរយៈការបោះឆ្នោតជាអសកលដោយសមាជិករដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី3ការបោះឆ្នោតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យដ៏ត្រចះត្រចង់កាលពីថ្ងៃទី29ខែមករាឆ្នាំ2012ព្រឹទ្ធសភានីតិកាលទី3បានបើកសម័យប្រជុំដំបូងរបស់ខ្លួនយ៉ាងមហោឡារិកនាថ្ងៃទី24ខែមីនាឆ្នាំ2012ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិកម្ពុជាដើម្បីប្រកាសសុពលភាពនិងធ្វើសច្ចាប្រណិធានចូលកាន់តំណែងសម្រាប់នីតិកាលទី3ក្នុងនោះសមាជិកព្រឹទ្ធសភាមកពីគណៈបកប្រជាជនកម្ពុជាមានចំនួន46រូបគណៈបកសវរង្ស៊ីចំនួន11រូបតែងតាំងដោយព្រះមហាក្សត្រ2រូបជ្រើសតាំងដោយរដ្ឋសភាចំនួន2រូបហើយក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំង61រូបមានស្ត្រីចំនួន9រូបក្នុងរចនាសម្ព័ន្ធដឹកនាំព្រឹទ្ធសភានីតិកាលទី3សម្ដេចអគ្គមហាធម្មពុទ្ធិសាជាស៊ីមត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាអាដាមសៃឈុំជាអនុប្រធានទី1និងអាដាមទៀបងនជាអនុប្រធានទី2ព្រឹទ្ធសភាក្នុងនាមអង្គការនីតិបញ្ញត្តិព្រឹទ្ធសភាបានបំពេញការងារយ៉ាងសកម្មលើមុខងារតំណាងមុខងារនីតិកម្មនិងមុខងារត្រួតពិនិត្យដើម្បីបម្រើម្ចាស់ឆ្នោតប្រជាពលរដ្ឋនិងប្រជាជាតិហើយទទួលបានលទ្ធផលជាផ្លែផ្កានៅក្នុងឆ្នាំដំបូងនៃនីតិកាលទី3របស់ខ្លួនក្នុងមុខងារនីតិកម្មព្រឹទ្ធសភាបានដំណើរការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន8លើកប្រជុំពេញអង្គចំនួន7លើកកោះប្រជុំវិសាមញ្ញចំនួន1លើកដើម្បីពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន10ព្រឹទ្ធសភាបានទទួលបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋទូទាំងប្រទេសនិងបានបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចធ្វើការដោះស្រាយចំនួន29ពាក្យបណ្ដឹងសូមបញ្ជាក់ថារាល់សេចក្តីព្រាងច្បាប់ទាំងអស់ដែលសម័យប្រជុំព្រឹទ្ធសភាលើកយកមកពិនិត្យនិងឲ្យយោបល់គឺសុទ្ធតែត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មការទាំង9របស់ព្រឹទ្ធសភាពិនិត្យពិចារណាយ៉ាងត្រឹមត្រូវមុននឹងឈានទៅដាក់ជូនសម័យប្រជុំព្រឹទ្ធសភាពិនិត្យនិងឲ្យយោបល់ជាចុងក្រោយក្រៅពីបំពេញការងារស្នូលក្នុងមុខងារនីតិកម្មសមាជិកសមាជិកាគណៈកម្មការទាំង9ព្រឹទ្ធសភាបានអញ្ជើញចុះទៅតាមក្រសួងមន្ទីរនិងបណ្ដាខេត្តក្រុងទូទាំងប្រទេសដើម្បីពិនិត្យតាមដានការអនុវត្តច្បាប់និងគោលនយោបាយផ្សេងៗទៅតាមវិស័យជំនាញរបស់ខ្លួនបានចំនួន28លើករួមមានគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេតចំនួន2លើកគណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មចំនួន3លើកគណៈប្រតិភូគណៈកម្មការផែនការវិនិយោគកសិកម្មធនធានទឹកអូតូនិយមអភិវឌ្ឍជនបទនិងបរិស្ថានចំនួន2លើកគណៈប្រតិភូគណៈកម្មការមហាផ្ទៃការពារជាតិទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាអធិការកិច្ចនិងមុខងារសាធារណៈចំនួន8លើកគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មានចំនួន1លើកគណៈប្រតិភូគណៈកម្មការនីតិកម្មនិងយុត្តិធម៌ចំនួន4លើកគណៈប្រតិភូគណៈកម្មការអប់រំយុវជនកីឡាធម្មការសាសនាវប្បធម៌វិចិត្រសិល្បៈនិងទេសចរចំនួន2លើកគណៈប្រតិភូគណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីចំនួន4លើកគណៈប្រតិភូគណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិលប្រេសនីទូរគមនាគមន៍ឧស្សាហកម្មរ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ចំនួន2លើក
ទន្ទឹមគ្នានេះដែរគណៈប្រតិភូអន្តរគណៈកម្មការមកពីគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនិងគណៈកម្មការផែនការវិនិយោគកសិកម្មធនធានទឹកអូតូនិយមអភិវឌ្ឍជនបទនិងបរិស្ថានបានអញ្ជើញចុះបេសកកម្មស្វែងយល់និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តកែបនិងខេត្តកំពតគណៈប្រតិភូអន្តរគណៈកម្មការមកពីគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេតនិងគណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីបានអញ្ជើញស្វែងយល់និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅក្រសួងកិច្ចការនារីជាមួយគ្នានេះដែរក្រុមសមាជិកព្រឹទ្ធសភានិងក្រុមមិត្តភាពកម្ពុជាវៀតណាមប្រចាំព្រឹទ្ធសភាក៏បានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងសប្បុរសជនវៀតណាមអញ្ជើញចុះជួបសន្និសីទសាកសួរសុខទុក្ខប្រជាពលរដ្ឋនិងជួយពិនិត្យព្យាបាលជំងឺព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋចំនួន8136នាក់នៅរាជធានីភ្នំពេញខេត្តបាត់ដំបងសៀមរាបក្រចេះស្ទឹងត្រែងកំពង់ចាមពោធិ៍សាត់ស្វាយរៀងតាកែវនិងខេត្តកណ្ដាលការចំណាយមានទឹកប្រាក់សរុបចំនួន$82,540អាមេរិកក្រៅពីការងារស្នូលរបស់ខ្លួនថ្នាក់ដឹកនាំសមាជិកសមាជិកាគណៈកម្មការទាំង9ប្រសិទ្ធិបានអញ្ជើញចុះទៅតាមខេត្តរាជធានីទូទាំងប្រទេសចំនួន1222លើកនិងចូលរួមវេទិកាសិក្ខាសាលាកិច្ចប្រជុំពិភាក្សាផ្សេងៗដែលមានប្រធានបទពាក់ព័ន្ធនឹងទូនីតិភារកិច្ចរបស់ប្រសិទ្ធិក្នុងការអភិវឌ្ឍស្ថាប័ននិងប្រទេសជាតិនិងពិធីផ្លូវការព្រមទាំងពិធីផ្សេងៗចំនួន696លើកទន្ទឹមនឹងការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីជាអង្គការនីតិបញ្ញត្តិសម្ដេចអគ្គមហាធម្មពុទ្ធិសាជាស៊ីមប្រធានព្រឹទ្ធសភាបានទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីចំនួន4លើកនិងបានអនុញ្ញាតឲ្យអិសរាជជនជាតិអន្តរជាតិចូលជួបធ្វើសវនកម្មនិងសម្ដែងការគួរសមនិងចូលរួមក្នុងពិធីផ្សេងៗចំនួន13លើកឯកឧត្តមសៃឈុំអនុប្រធានទី1ប្រសិទ្ធិបានទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីចំនួន1លើកនិងទទួលភារកិច្ចជាប្រធានស្ដីទីប្រសិទ្ធិចំនួន10លើកព្រមទាំងបានអនុញ្ញាតឲ្យអិសរាជជនជាតិអន្តរជាតិចូលជួបធ្វើសវនកម្មសម្ដែងការគួរសមនិងចូលរួមក្នុងពិធីផ្សេងៗចំនួន50លើកឯកឧត្តមទេពងនអនុប្រធានទី2ប្រសិទ្ធិបានទទួលភារកិច្ចជាប្រធានស្ដីទីប្រសិទ្ធិចំនួន1លើកនិងបានអនុញ្ញាតឲ្យអិសរាជជនជាតិអន្តរជាតិចូលជួបធ្វើសវនកម្មនិងចូលរួមក្នុងពិធីផ្សេងៗចំនួន73លើកក្នុងឆ្នាំ2012នេះថ្នាក់ដឹកនាំប្រសិទ្ធិគណៈកម្មការទាំង9សមាជិកសមាជិកាប្រសិទ្ធិបានអញ្ជើញបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំសន្និសីទមហាសន្និបាតចំនួន31លើកនៅសាធារណរដ្ឋសង្គមនិយមវៀតណាមសាធារណរដ្ឋប្រជាមានិតចិនប្រទេសជប៉ុនថៃឥណ្ឌូនេស៊ីឡាវម៉ាឡេស៊ីយូហ្គាន់ដាទូគីបែលហ្សិកកាណាដាអូស្ត្រាលីបារាំងអាល្លឺម៉ង់រុស្ស៊ីនិងសហរដ្ឋអាមេរិកទន្ទឹមនឹងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសនានាលើពិភពលោកព្រឹទ្ធសភាបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាបរទេសដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រឹទ្ធសភានៃប្រជារាស្ត្រកម្ពុជាក្នុងនោះមានជាអាចលោកជំទាវវ៉ាន់ជីជីនអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនអាដាមស៊ូហ្សិនហុងសមាជិកគណៈកម្មការកិច្ចការបរទេសនៃសភាប្រឹក្សានយោបាយប្រជាជនចិនក្នុងឆ្នាំ2012នេះព្រឹទ្ធសភាបានទទួលជំនួយឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិនជាសម្ភារៈការិយាល័យនិងមធ្យោបាយដឹកជញ្ជូនដែលមានទឹកប្រាក់សរុបចំនួន
$1,587,730 អាមេរិកការដ្ឋានអគារ3ខ្នងជាជំនួយរបស់ប្រទេសចិនកំពុងប្រព្រឹត្តទៅហើយសង្ឃឹមថានឹងបញ្ចប់សពគ្រប់នៅដំណាច់ឆ្នាំ2013នេះក្នុងទូនីតិជាសេនាធិការផ្ទាល់ឲ្យប្រសិទ្ធិអគ្គលេខាធិការដ្ឋានប្រសិទ្ធិបានខិតខំរៀបចំលិខិតបទដ្ឋានគោលនយោបាយផ្សេងៗសម្រាប់ដឹកនាំគ្រប់គ្រងនិងផ្ដល់សេវាកាន់តែមានគុណភាពប្រសិទ្ធភាពនិងមានការទទួលខុសត្រូវច្បាស់លាស់ក្នុងឆ្នាំ2012នេះដែរអគ្គលេខាធិការដ្ឋានប្រសិទ្ធិបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលទាំងក្នុងនិងក្រៅប្រទេសចំនួន86វគ្គមានមន្ត្រីចូលរួមចំនួន1475នាក់និងបានរៀបចំធ្វើសិក្ខាសាលានិងបទបង្ហាញចំនួន4លើកបានទទួលដំណើរទស្សនកិច្ចរបស់កម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំងក្រុមប្រឹក្សាយុវជនកម្ពុជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចសាកលវិទ្យាល័យបញ្ញាសាស្ត្រសិស្សានុសិស្សនិងយុវជនមកពីខេត្តកំពង់ធំនិងសាខាកាមមន្ត្រីនគរបាលយុត្តិធម៌ចំនួនទី14សរុបចំនួន282នាក់តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍអគ្គលេខាធិការរដ្ឋានព្រឹទ្ធសភាបានទទួលអំណោយជាកុំព្យូទ័រយួរដៃចំនួន50គ្រឿងពីក្រុមហ៊ុន Hinan Province Hongfan QU Industry Group កុំព្យូទ័រលើតុចំនួន20គ្រឿងពីក្រុមហ៊ុនជប៉ុននិងខ្សែកាបអុបទិកចំនួន4350ម៉ែត្រព្រមទាំងសម្ភារៈបរិក្ខារបំពាក់ផ្សេងទៀតពីក្រុមហ៊ុន Khomsou នៃប្រទេសម៉ាឡេស៊ីដែលមានទឹកប្រាក់សរុបចំនួន$311,811 អាមេរិកអាដាមអគ្គលេខាធិការប្រសិទ្ធិត្រូវបានជាប់ឆ្នោតជាអនុប្រធានសមាគមអគ្គលេខាធិការសភានៃបណ្ដាប្រទេសនិយាយភាសាបារាំងទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រសិទ្ធិសមាជិកសមាជិកានិងអគ្គលេខាធិការដ្ឋានប្រសិទ្ធិក្នុងរយៈពេល1ឆ្នាំនេះប្រសិទ្ធិពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការងារស្នូលរបស់ខ្លួនក្នុងការជំរុញអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសាហមជ្ឈការនិងចូលរួមអភិវឌ្ឍសង្គមជាតិពង្រឹងអភិបាលកិច្ចល្អនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានលទ្ធផលជាវិជ្ជមានខាងលើនេះធ្វើឲ្យប្រសិទ្ធិមានកិត្តិស័ព្ទមានការទទួលស្គាល់និងមានឋានៈដ៏ស័ក្តិសមទាំងនៅក្នុងតំបន់និងលើឆាកអន្តរជាតិផ្អែកលើលទ្ធផលដែលសម្រេចបានក្នុងរយៈពេល1ឆ្នាំនេះប្រសិទ្ធិនឹងបន្តខិតខំបំពេញការងារកាន់តែសកម្មគ្រប់ជ្រុងជ្រោយដោយមានការទទួលខុសត្រូវខ្ពស់លើរាល់មុខងារទាំងអស់របស់ខ្លួនបន្ថែមទៀតក្នុងឆ្នាំ2013នេះដើម្បីស័ក្តិសមជាតំណាងឲ្យក្រុមប្រឹក្សាឃុំសង្កាត់ទូទាំង8ភូមិភាគនិងប្រជាជាតិខ្មែរទាំងមូល។